ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook តគ្នាថ្ងៃនេះសុខជឿននៅត្រីសម័យខ្ញុំបាននាំបងប្អូនមកទស្សនាវីដេអូដំណើរកម្សាន្តថ្ងៃអាទិត្យលេងបាទថ្ងៃអាទិត្យចុងសប្ដាហ៍នេះគឺខ្ញុំធ្វើដំណើរបាទឆ្លងដល់កោះប្រាក់គេហៅថាកោះរះអីចឹងណាបាទគឺខ្ញុំទៅឃុំបាក់ដៅក្រុងអរិយស័ព្ទបាទទៅលេងខាងផ្ទះបងថ្លៃហើយជាដំបូងនេះគឺខ្ញុំបានឆ្លងទឹកមកហើយបាទអូនិយាយវាអាកាសធាតុខ្យល់ត្រជាក់ស្រួលហើយមេឃហ្នឹងក៏ស្ទុំល្មមទៀតបាទអ្នកធ្វើដំណើរច្រើនណាស់ព្រោះថាថ្ងៃហ្នឹងថ្ងៃអាទិត្យចឹងណាបាទអូណែហើយនៅលើកោះនេះដែលខ្ញុំធ្លាប់មកលេងអីហ្នឹងបាញ់កដោបាញ់អីហ្នឹងឥឡូវលេចហើយទឹកនឹងលេចបាត់ហើយលេចកោះបាត់ហើយបាទអ្នកនេសាទកំពុងតែរកត្រីចឹងបាទឥឡូវនេះគឺយើងបានមកដល់ច្រាំងហើយនេះអែបចូលច្រាំងហើយទឹកឡើងខ្ពស់មែនតើបាទខែ10យើងនេះបាទគឺទឹកឡើងខ្ពស់បើកាលខែប្រាំងវិញគឺថាយើងនៅនោះនៅខាងក្រោមតែនៅខែភាសាទឹកឡើងបាទហើយចេញភាសាក៏ទឹកមិនទាន់ស្រកដែរបាទអញ្ចឹងបន្ទាប់ពីយើងឡើងកំពង់ដមមកយើងរកមើលកន្លែងសោះសូបទីសិនណាម៉ោងតែ8អញ្ចឹងហៅពេកយើងសោះសូបអាហារពេលព្រឹកនៅផ្សារគេហ្នឹងបាទស្រុកលវាអែមបាទមិនទាន់ចូលដល់ស្រុកអរិយស័ព្ទឡើយទេក្រុងអរិយស័ព្ទបាទអញ្ចឹងហៅពេកដាក់កាទៀវមួយចានមួយសិនណាបាទដើម្បីបើកម្លាំងទេសេកូឆ្អឹងស៊ុបហ្នឹងទៅមីលាយបាទហើយបន្ទាប់មកយើងចេញធ្វើដំណើរតទៅទៀតបាទយើងមើលទេសភាពតាមផ្លូវនេះអង្ការពីកន្លះឆ្នាំមុនហ្នឹងបាទគេថាផ្លូវឡងហុយទលោមតែម្ដងបាទនិយាយបច្ចុប្បន្ននេះខានមកវិញបាទតែមួយខែបាទខ្ទង់6ខែអញ្ចឹងបងហ្នឹងហើយគឺឥឡូវនេះផ្លូវសតកស៊ូផ្លូវរលោងមកជីតាំងពីភ្នំពេញមកអត់មានប្រឡាក់កង់ទេបាទហើយទស្សនវិជ្ជាតាមដងផ្លូវមកចំពេលហាយកឋិនទៀតតែគួរស្ដាយគេហាយចប់បាត់បាទទស្សនវិជ្ជាតាមដងផ្លូវបាទមានព្រៃឈើមានទេសភាពអើសងខាងត្រជាក់មែនតើហើយជួយខ្យល់ឡងវូតែម្ដងបាទហើយមើលខាងនេះទឹកឡើងមកខាងឆ្វេងដៃខ្ញុំបាទនេះបាទដោយសារខ្ញុំជាប់បើកបរផងដៃឆ្វេងបាទថតផងអញ្ចឹងមិនសូវបានឃើញទឹកជាក់លាក់ទេបាទបន្ទាប់មកយើងនឹងបន្តដំណើរទៅមុខទៀតជួបប៉ះអ្នកនេសាទណាទៅដល់ហើយទៅទៀតបាទអូចិត្តមែនតើនេះបាទអូគឺថាវេលាម៉ោង10បង្គេនឹងអីគេមកស្ទូចថៃបាទឥឡូវដល់ផ្ទះម៉ែក្មេកខ្ញុំបងថ្លៃខ្ញុំហើយបាទគាត់ថាមិនបាច់ទិញអីទេគាត់ទិញតែបកងបាទបាទបកងមន់ដុតស្ពៃក្តោបហើយយើងទៅជាច្រើនមុខទៀតបាទទៅទៀតដល់ម៉ោងបាយឡើយតែហុកកាទៀវមិញឥឡូវបងប្អូនខ្លាចហើយបាយឥឡូវនេះនៅបាយលក្ខណៈសុកសែយើងឃើញឆ្នាំងអូឈ្ងុយណាស់បាទគាត់ថាដាំអញ្ចឹងឆ្ងាញ់ជាងដល់រកេសនីព្រោះថាឆ្នាំនេះឆ្នាំលក្ខណៈសុកសែជនបទអញ្ចឹងណាបាទហើយខ្ញុំហៅពេកក៏យក3មួយឃើញតំណងឈ្ងុយយក3ឃើញមួយយ៉ាងក៏ហាក់ស្អីឲ្យប្រាប់ទៀតបាទទ្រាំបានដាក់មកកំប៉ុងកៅឆាយបឹបបាទឥឡូវមកហូបអាហារឆ្អិនហើយបាទដួសមកហូបឲ្យលោកតាលោកយាយបាទលោកប៉ាអ្នកម៉ាក់ក្មេងរបស់ខ្ញុំបាទក៏កំពុងតែពិសាគាត់បដូរបរិយាកាសហ្នឹងគាត់ហៅលាវនៅផ្ទះគាត់វិញមកពី11តភាសាមកតែวันนี้វេលាម៉ោង11បាទក្លិនក៏ឈ្ងុយអី